bông mơ sẽ chụp bay cho ăn độ mày ơn cả lô pi mơn do bay bật tét má chà chạy nè thơ bị tao dạ mùi cái trăm nhom chui follow bông lên kênh YouTube thắp fan cái đó thắp fan đó hai hôn ní ở là với nhỏ độ mấy hôn hôm nó ở chạy vô ta liếng nó chạy mà mới vừa muối chạy là với nhỉ mà dương liếng dương đánh tắc châu ăn là với nhỉ đây còn dương liếng ta khạc tay là với tê tê tay à ta chạy chạy cho ta mà đông tôi tiện mất bài chả phần lắm ăn màn thằng ơi bay mà nó mong này dạ cần chà salad salad suối vòng rồi té trong chọc ní nhằm mình có để cay cái đó salad lụa mạch bông luôn buôn quan mà tên mà quan chứ pram quan tâm có hôn bông chà nơi xa chật tè chà con tròn bôngสวัสดีบางคนตากเนี่ยประตอปีนี้ขยมมาวิบสาวิ่งไทยนี่คือยังมีหมุกมาโฮมสัตว์จุกใบจอนแบบปองสรุปให้สัตว์จุกนี่ขยมคือยังติงบานมากโหลเชียงบางคนให้ติงอยากเกกัดไหวยังมองสัตว์จุกมาเยอะนะวิมีสัตว์จานเชียงคลันเมื่อเตยตนองนะบางคนเวียซื้อตลอดเนี่ยจ้าให้มันหนึ่งนี่ขยมทั่วคือยังถือยอเวียแต่เงาสันจ้าให้เครื่องซ้อมยังคือมีแต่สัตว์จุกสำหรับบรรลัยนี่ขยมตัวไทยนี่คือมีสลัดมีสต๊อกchà hai ní cứ kêu xóm dân đại dân thưa tập chỉ lụa dân miền sài đây dân miền mệt tê tâm so tâm cả hom hai kêu xóm dân xanh tiết cứ bảo là so bị chen hay nâng dân còn miền Crochmaฝั่งใดบางคนhai tập Crochma ní cứ nhom tinh Crochma pi lục pu mà nè đại cọt nơi phum chọp ní nhom nâng cọt nơi phum chỉ mồi ní nhom nâng nơi trong phum cọt miền đam Crochma bị chết dân mạng nhom tinh mà đông pi cái lối dân chụp bài tục đặt khung đo bài ní đặt khung tu tự cọ pe đại dân thở cá pra dân dân mà pra máu chạm bạch pra pe dù chà hai môn bầu cái cứ nhom thử cho tật từ đam chào sánh hay nên khi nhom đang mà liên sạch cao sầm sạch do từ ngao tam cày tật này cứ nhom đã đi rủi ro hái nhom đã ẩm bál hay năng bị chèn trâu là viên miên chít nó không tật bao giờ áอันนี้คนแต่จิตมันหลายแต่ยังต่อไปยังไอ้ประทายกลายเป็นนักโดยเชี่ยสเปกดาวหรือก็ยังมีนโดยเชี่ยขรอดไอ้ประทายเตียบาน
មុខម្ហូបមួយមុខនេះគឺខ្ញុំញ៉ាំជាមួយមូលណែមបងប្អូនសបកណែមយើងមូលញ៉ាំជាមួយសាច់ជ្រូកបំពងយើងទៅស្រួយឆ្ងាញ់ណាចាយើងធ្វើសាច់ជ្រូកស្ងោរក៏បានសាច់ជ្រូកបំពងស្រួយក៏បានប៉ុន្តែថ្ងៃនេះគឺខ្ញុំយកសាច់ជ្រូកយើងមកផ្ទាប់ហ្នឹងគឺបំពងស្រួយចាតែមុននឹងបំពងស្រួយដូចខ្ញុំបង្ហាញបងប្អូនយើងគឺខ្ញុំត្រូវស្ងោរវាឲ្យឆ្អិនសិនបាទខ្ញុំយកទៅបំពងប៉ុន្តែបំពងហ្នឹងគឺខ្ញុំត្រូវកាប់វាដុំៗទៀតដែរហើយយើងអាចផ្ទាប់ជាមួយនឹងម្ចុកឬក៏យើងញ៉ាំជាមួយនឹងបាយបានចាហើយនេះខ្ញុំនឹងពេលដែលនេះខ្ញុំធ្វើហើយបាននេះខ្ញុំរៀបចំទៅទិញនំបញ្ចុកយកមកញ៉ាំជាមួយហើយអាចញ៉ាំជាមួយបាយបានដូចគ្នាអូខេខ្ញុំចាប់ផ្ដើមហាន់ខ្ទឹមក្រហមខ្ទឹមសដើម្បីយើងធ្វើទឹកជ្រលក់វាហើយខ្ទឹមក្រហមនេះគឺយើងទុកធ្វើទឹកត្រីផ្អែមសម្រាប់ខ្ទឹមសគឺខ្ញុំចិញ្ច្រាំវាឲ្យម៉ត់ខ្ទឹមក្រហមខ្ញុំអត់ចិញ្ច្រាំទេបងប្អូនដាក់វាទៅទាំងប្រទេសអញ្ចឹងមកអូខេខ្ទឹមសខ្ញុំបានម៉ត់ហើយខ្ញុំហាន់ម្ទេសម្ដងម្ទេសនេះគឺខ្ញុំអត់ហាន់វាធំពេកទេល្មមហើយខ្ញុំក៏អត់ចិញ្ច្រាំវាដែរឥឡូវនេះខ្ញុំចាប់ផ្ដើមបុកសណ្តែកដីនេះគឺខ្ញុំបុកឲ្យវាម៉ត់ល្មមក៏មិនម៉ត់ពេកដែរបងប្អូនស្រែកដីខ្ញុំបានម៉ត់ល្មមហើយខ្ញុំទៅមើលសាច់ជ្រូក3ជាន់យើងដែលស្ងោរបាញ់មិញណាវ៉ាវពុះល្អបងប្អូនតែវាអត់ទាន់ឆ្អិនល្អទេណានេះសាច់ជ្រូកយើងបានពុះល្អប៉ុន្តែវាអត់ទាន់ឆ្អិនល្អទេខ្ញុំទុកវាមកពុះទៀតវ៉ាវឥឡូវនេះខ្ញុំស្រង់សាច់ជ្រូកយើង2ដុំបាញ់មិញហ្នឹងមិញសាច់ជ្រូក3ជាន់មាន3ដុំបងប្អូនប៉ុន្តែខ្ញុំទុក2ដុំគឺយើងទុកធ្វើម្ហូបអីផ្សេងចាអញ្ចឹង2ដុំនេះគឺគ្រាន់ហើយផ្ទះខ្ញុំញ៉ាំមួយពេលអូខេបងប្អូនទាំងអស់គ្នានេះគឺជាទឹកដែលខ្ញុំបានស្ងោរសាច់ជ្រូកអំបាញ់មិញណាហើយនេះគឺកតិចសាច់ជ្រូកអត់អីទេអញ្ចឹងគឺយើងយកទឹកដែលដាំពុះហ្នឹងយកមកធ្វើទឹកជ្រលក់ហើយខ្ញុំដាក់អំបិលប៊ីចេងហើយនឹងស្ករសជាមួយគ្នាជាមួយរ៉ូឌីបងប្អូនចាហើយបន្ទាប់មកទៀតគឺខ្ញុំដាក់ទឹកត្រីចូលទឹកត្រីគឺខ្ញុំដាក់មកវែកមកសាព្រាបាយឲ្យពោសិនយើងភ្លក់ទៅយកទៅតាមរសជាតិដែលយើងចង់បានចាខ្ញុំកូរវាឲ្យសព្វល្អមកបន្ទាប់មកទៀតគឺខ្ញុំដាក់ម្ទេសខ្ទឹមសខ្ទឹមក្រហមដែលខ្ញុំបានចិញ្ច្រាំមិនបាញ់ចូលដូចគ្នាហើយបងប្អូនអាចបន្ថែមជាការ៉ុតដែលយើងចិតល្អិតដាក់ចូលក្នុងនឹងទៀតក៏បានដែរឲ្យវាមើលទៅមើលពណ៌វាស្អាតណាចាហើយខ្ញុំកូរវាឲ្យរលាយសព្វល្អហើយបាទខ្ញុំចាប់ផ្ដើមដាក់ក្រូចឆ្មាខ្ញុំថែមស្ករបន្តិចទឹកត្រីមកវែកមកសាព្រាកន្លះទៀតចាហើយបន្ទាប់មកទៀតបាទខ្ញុំដាក់ទឹកក្រូចឆ្មានេះគឺខ្ញុំដាក់មកចាព្រាសិនខ្លាចវាជូរខ្លាំងយើងភ្លក់យករសជាតិដែលយើងចង់បានយ៉ាងណាបងប្អូនហើយសណ្តែកដីគឺយើងដាក់ចុងក្រោយគេពេលដែលយើងញ៉ាំជ្រលក់ជាមួយនឹងសាច់បំពងយើងតំណងឯងបងប្អូនញ៉ាំជាមួយទឹកត្រីផ្អែមយើងដាក់សណ្តែកដីមកឆ្ងាញ់ខ្លាំងមែនតើចាចាំបងប្អូនទាំងអស់គ្នាបន្ទាប់ពីខ្ញុំស្ងោរសាច់ជ្រូកបានឆ្អិនល្មមហើយគឺខ្ញុំយកវាមកហាន់ដុំល្មមបែបនេះ
ទុកយកវាទៅបំពងកាប់ទៅគឺយើងបំពងវាទាំងដុំធំហើយយកមកកាប់វាវិញក៏បានដែរប៉ុន្តែខ្ញុំធ្វើបែបនេះបំពងឆាប់ស្រួយលឿនហើយយើងឆាប់បានញ៉ាំបងប្អូនទាំងអស់គ្នាបន្ទាប់ពីខ្ញុំហាន់សាច់ជ្រូកហើយដុំឥឡូវនេះដាក់ផ្ទះយកមកបំពងគឺខ្ញុំដាក់នៅលើហ្គាសហ្មងបងប្អូនចាដាក់ខ្លាញ់ទៅហើយយើងដាក់ឲ្យខ្លាញ់ក្តៅខ្លាំងចាំយើងចាប់ផ្ដើមដាក់សាច់ជ្រូកបីជាន់នេះដែលស្ងោរឆ្អិនហើយយកមកបំពងខ្លាញ់ខ្ញុំបានក្តៅហើយខ្ញុំចាប់ផ្ដើមចាក់សាច់ជ្រូកចូលខ្ញុំដាក់វាចោលបែបនេះហើយគឺខ្ញុំថយចាញ់សិនឲ្យវាក្រៀមនៅក្នុងខ្លាញ់ហ្នឹងហ្មងដោយសារតែវាផ្ទុះចាបងប្អូនទាំងអស់គ្នាសម្រាប់សាច់ជ្រូកបំពងស្រួយយើងនេះណាសម្រាប់ដែលបងប្អូនចូលចិត្តស្រួយខ្លាំងគឺយើងទុកឲ្យយូរឲ្យឡើងក្រហមឡើងស្រួយខាំទៅប្រោកអាហ្នឹងគឺឆ្ងាញ់ប៉ុន្តែសម្រាប់បងប្អូនដែលអត់សូវចូលចិត្តស្រួយប្រព័ន្ធខ្ញុំនេះក៏បានដែរចានេះប៉ុណ្ណឹងក៏វាមានជាតិស្រួយដែរណាបងប្អូនប៉ុន្តែខ្ញុំទុកវាមកបន្តិចទៀតឲ្យវាឡើងក្រហមពីនឹងបន្តិចដើម្បីឲ្យស្បែកវាឡើងស្រួយល្អហើយខ្ញុំនៅមើលចេញយើងអាចញ៉ាំបាយបានដែរតែយើងបំពងចឹងទៅវារៀងស្វិតណាបងប្អូនស្រក់សាច់អស់នេះខ្ញុំយកវាប៉ុណ្្នឹងទេបំពងទៅឲ្យវាស្រួយល្មមហើយឡើងឈ្ងុយខ្ញុំដួសចេញហើយចាដួសដាក់ចានមកប្រោកដែរបងប្អូនអត់មាននំបញ្ចុកបើមាននំបញ្ចុកតបជាមួយបាញ់ត្រាសបកណែមហ្នឹងកាន់តែត្រូវគ្នាឆ្ងាញ់ខ្លាំងតែអានេះខ្ញុំញ៉ាំមួយបាយនេះបងប្អូនទាំងអស់គ្នាសាច់ជ្រូកបំពងស្រួយនឹងខ្ញុំឡើងក្រហមបានតែនេះឯងហើយស្បែកវាស្រួយឆាប់ៗឥឡូវនេះខ្ញុំចាប់ផ្ដើមដួសទឹកជ្រក់ដាក់ក្នុងកូនចានមួយហើយកូនចាននេះគឺមានសណ្តែកដីខ្ញុំបានបុកចេះជូនបងប្អូនទស្សនាហ្នឹងចាហើយមកទៅដល់ខាត់ទឹកជ្រក់យើងទៅហ្នឹងឯងបងប្អូននេះឆ្ងាញ់ខ្លាំងណាទឹកត្រីផ្អែមនេះត្រីចំហុយក៏ត្រូវគ្នាដែរបងប្អូនទាំងអស់គ្នាចូលរួមញ៉ាំបាយជាមួយនឹងខ្ញុំដាក់សាច់មួយដុំសាឡាត់កសក់ត្រូវជិះខ្លាំងទឹកជ្រក់យើងរសជាតិទៅជូរផ្អែមប្រៃល្មមហើយញ៉ាំត្រូវស្រេចដីក៏ឈ្ងុយហើយសាច់ជ្រូកបីជាន់យើងនេះញ៉ាំត្រូវទៅឆ្ងាញ់ខ្លាំងបងប្អូនត្រូវគ្នាមែនតើbạn mình nó
ញត្រូវខ្ទឹមបារាំងក៏ឆ្ងាញ់ទៀតដែរបងប្អូនអញផ្អែមញ៉ាំតែទឹកត្រីជាមួយបាយទៅឆ្ងាញ់ញ៉ាំត្រូវច្បាច់ទៅជួយសុខភាពបងប្អូនđể rất tiếc nó này con một con tỏគ្នាដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមដល់ចប់បាយបាយ